จากពីរដ្ឋធានី Washington នេះខ្ញុំសុជីវីសូមជម្រាបសួរលោកអ្នកនាងកញ្ញាដែលកំពុងតាមដានការផ្សាយរបស់វិទ្យុអាស៊ីសេរីទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអាទិត្យ300ខែមិគសេឆ្នាំខាលចត្វាស័កពុរសករាជ2566ចាប់ត្រូវនៅថ្ងៃទី11ខែធ្នូគ្រិស្តសករាជ2022ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅលោកសំរងស៊ីអំពាវនាវដល់ខ្មែរនៅអឺរ៉ុបឲ្យទៅចូលរួមបាតកម្មប្រឆាំងវត្តមានលោកហ៊ុនសែននៅទីក្រុងប្រ៊ុយសែលប្រទេសបែលហ្សិកនៅថ្ងៃទី14ខែធ្នូក្រុមគ្រួសារនៃជាប់ឃុំស្នើឲ្យអាជ្ញាធរបញ្ឈប់ការរើសអើងសកម្មជនបកប្រឆាំងនៅពន្ធនាគារត្រពាំង plong សហព័ន្ធខ្មែរកម្ពុជាក្រោមនៅអូស្ត្រាលីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិចិញ្ចឹមជ្រូកនៅឯខេត្តមួយចំនួនព្រួយបារម្ភនឹងការបាត់បង់មុខរបរដោយសារតែតម្លៃជ្រូកចុះថោករួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចាលោកនាងជាទីមេត្រីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីអំពាវនាវឲ្យខ្មែរដែលកំពុងរស់នៅទ្វីបអឺរ៉ុបចូលរួមបាតុកម្មប្រឆាំងលោកហ៊ុនសែនដែលបានច្រើនកកកនៅឯទីក្រុងប្រ៊ុយសែលនៃប្រទេសបែលហ្សិកនៅថ្ងៃទី14ខែធ្នូខាងមុខនេះលោកសំរងស៊ីបានសរសេរនៅលើ Facebook របស់លោកកាលពីយប់ថ្ងៃទី10ខែធ្នូថាទស្សនកិច្ចរបស់លោកហ៊ុនសែនទៅទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ2022នេះគឺជាលើកចុងក្រោយហើយព្រោះចាប់តាំងពីឆ្នាំ2023តទៅលោកហ៊ុនសែននឹងចុះចេញពីតំណែងនាពេលបច្ចុប្បន្ននេះលោកសំរងស៊ីសរសេរទៀតថានៅពេលនោះលោកហ៊ុនសែនអាចនឹងបាត់បង់អភ័យឯកសិទ្ធិការទូតហើយប៉ូលីសអន្តរជាតិអ៊ីនតឺប៉ូលនឹងចាប់លោកពីបទឧក្រិដ្ឋកម្មនិងអំពើឃាតកម្មជាច្រើនដែលគាត់បានប្រព្រឹត្តនៅប្រទេសកម្ពុជាចាតាមគម្រោងលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងប្រតិភូកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ានសហភាពអឺរ៉ុបដែលនឹងធ្វើឡើងនៅប្រទេសបែលហ្សិកនៅថ្ងៃទី14ខែធ្នូនេះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញកាលពីថ្ងៃទី9ខែធ្នូឲ្យដឹងថាកិច្ចប្រជុំនេះធ្វើឡើងដើម្បីអបអរខួបលើកទី45នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហភាពអឺរ៉ុបកិច្ចប្រជុំកំពូលនេះក៏ជាពេលវេលាដែលពិនិត្យឡើងវិញនៅកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងសហភាពអឺរ៉ុបនាពេលបច្ចុប្បន្ននិងដើម្បីកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាននិងសហភាពអឺរ៉ុបប្រពន្ធរដ្ឋបញ្ជាក់ថានៅមុនពេលទៅចូលរួមកិច្ចប្រជុំកំពូលនេះចាលោកយមត្រីហ៊ុនសែននឹងទៅបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសបារាំងហើយលោកនឹងជួបជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron និងជាមួយគ្នានោះលោកហ៊ុនសែនក៏នឹងជួបជាមួយនឹងខ្មែរអ្នកគាំទ្រដែលកំពុងរស់នៅអឺរ៉ុបនោះទៀតដែរចាអំតទៅនៅរឿងនេះចាវិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបឬក៏ប្រតិកម្មយ៉ាងណាទៅនឹងការអំពាវនាវរបស់លោកសំរងស៊ីឲ្យខ្មែរនៅអឺរ៉ុបនេះចាទៅចូលរួមបាតុកម្មប្រឆាំងវត្តមានលោកហ៊ុនសែនចាពីសំណាក់មន្ត្រីរដ្ឋាភិបាលបាននៅឡើយទេគិតមកដល់ពេលនេះអាស៊ីសេរីលោកនាងកញ្ញាជាទីមេត្រីចាតកតននឹងសកម្មជនគណបកប្រឆាំងដែលកំពុងជាប់ឃុំឯនោះវិញក្រុមគ្រួសារអ្នកជាប់ឃុំស្នើដល់អាជ្ញាធរឲ្យបញ្ឈប់សកម្មភាពបំបិទសិទ្ធិនិងការដាក់សម្ពាធផ្លូវចិត្តទៅលើសកម្មជនគណបកប្រឆាំងនៅក្នុងពន្ធនាគារត្រពាំង plong ពួកគេចាត់ទុកទង្វើនេះថាជាការរើសអើងនិងធ្វើទុកបុកម្នេញផ្នែកនយោបាយមន្ត្រីជាន់ខ្ពស់ពន្ធនាគារជំរុញឲ្យក្រុមគ្រួសារដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃដើម្បីឲ្យមន្ត្រីជំនាញដោះស្រាយរឿងនេះចាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញាជាទីមេត្រីសេចក្តីរាយការណ៍ពីប្រទេសអូស្ត្រាលីឯណោះឲ្យដឹងថាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមនៅរដ្ឋវីតូរីយ៉ានៃប្រទេសអូស្ត្រាលីនេះចាលើកឡើងថារដ្ឋាភិបាលវៀតណាមកាន់តែបំបិទសិទ្ធិនិងធ្វើទុកបុកម្នេញលើពលរដ្ឋខ្មែរក្រោមការលើកឡើងរបស់តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបែបនេះធ្វើឡើងនៅក្នុងឱកាសដែលពួកគេចាប់ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី11ខែធ្នូនេះដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរក្រោមបានយល់ដឹងពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួននិងទាមទាររដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្សចាលោកថាថៃរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋខ្មែរក្រោមដែលរស់នៅឯនាយសមុទ្រនៅតែយកចិត្តទុកដាក់ចំពោះស្ថានភាពសិទ្ធិសេរីភាពរបស់ជនជាតិរបស់ខ្លួនដែលរស់នៅក្រោមការគាបសង្កត់និងការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាមនៅដែនដីកម្ពុជាក្រោម
ខួប75ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិសហគមន៍ខ្មែរក្រមរស់នៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិកនិងអូស្ត្រាលីជាដើមនាំគ្នាប្រពៃទិវានេះជាបន្តបន្ទាប់ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរក្រមបានយល់ដឹងអំពីសិទ្ធិសំខាន់ៗរបស់ខ្លួននិងទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំរដ្ឋវីកតូរីយ៉ាលោកលឹមណារ៉ាដែលរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី11ខែធ្នូមានប្រសាសន៍ថាសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលវៀតណាមកាន់តែគៀបសង្កត់និងធ្វើទុកបុកម្នេញធ្ងន់ធ្ងរលើពលរដ្ឋខ្មែរក្រោមជាម្ចាស់ស្រុកដែលតស៊ូទាមទារសិទ្ធិសេរីភាពដីធ្លីនិងការថែរក្សាប្រពៃណីវប្បធម៌ជំនឿសាសនាព្រមទាំងអក្សរសាស្ត្រខ្មែរជាដើមលោកបន្តថាការប្រពៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះជាសារបង្ហាញទៅរដ្ឋាភិបាលវៀតណាមថាពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅតែយកចិត្តទុកដាក់ចំពោះស្ថានភាពជាតិសាសន៍របស់ខ្លួននៅដែនដីកំណើតហើយបន្តរួមគ្នាទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានតទៅទៀតខាងសាសនានឹងសប្តាហ៍ថ្ងៃគឺវៀតណាមកំពុងតែលូកដៃយ៉ាងជ្រៅមន្ត្រីសង្ឃយន្តយល់ព្រមបានយើងមានសិទ្ធិធ្វើបុណ្យធ្វើទានហើយគ្រប់បែបយ៉ាងខាងសិក្សាខាងភាសាអក្សរសាស្ត្រក៏វៀតណាមលូកដៃចូលជ្រៅដែររហូតដល់វប្បធម៌ខាងក្បាច់ក្បូររចនាហ្នឹងក៏វៀតណាមកំពុងតែជ្រែកធ្វើឲ្យយើងបាត់នៅអត្តសញ្ញាណរបស់ខ្លួនតែម្ដងបាទអានេះជាការប្រួយបារម្ភរបស់ពួកយើងជាមួយគ្នានេះប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសអូស្ត្រាលីនិងញូហ្សេឡង់ឬហៅថាទ្វីបអូសេអានីលោកយ៉ាញ់បូណាតលើកឡើងថាប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅឯដែនដីកម្ពុជាក្រោមមិនសូវយល់ដឹងអំពីសិទ្ធិរបស់ខ្លួននោះទេដោយសារពួកគាត់រស់នៅក្រោមគំនាបរបស់អាជ្ញាធរវៀតណាមរាប់សិបឆ្នាំមកហើយលោកបញ្ជាក់ថាការប្រពៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះនឹងជួយបង្កើនការយល់ដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋខ្មែរក្រោមនិយាយពីសិទ្ធិមនុស្សគឺនៅកម្ពុជាក្រោមគាត់មិនស្គាល់អ្វីជាសិទ្ធិមនុស្សទេយើងហើយយើងចង់ចលនាឲ្យបានទូលំទូលាយហើយផ្សព្វផ្សាយតាមបណ្ដាញនានាហ្នឹង Facebook YouTube ឬមួយស្អីដែលយើងអាចមានលទ្ធភាពធ្វើបានហ្នឹងដើម្បីព័ត៌មាននេះជ្រួតជ្រាបទៅដល់បងប្អូនយើងឲ្យបានយល់ដឹងហើយប្រើប្រាស់នៅទឹកស្រុតបាទប្រកបដើម្បីទាមទារនៅទឹកមូលដ្ឋានគឺក្នុងការរស់នៅអាទឹកហ្នឹងវាមិនពីកណ្ដាលទេប៉ុន្តែដល់យើងមិនចេះប្រើប្រាស់ទៅឡើងអាជ្ញាធរគេគម្រាមកំហែងយើងទៅយើងចេះខ្លាចយើងស្អីក៏យើងខ្លាចទេខ្លាចទេដោយសារយើងអត់យល់ដឹងពីសិទ្ធិហ្នឹងហើយមិននិយាយចេះខ្លាចចឹងណាការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដោយសហព័ន្ធខ្មែរកម្ពុជាក្រោមនេះក៏មានការចូលរួមពីតំណាងអង្គការនានាតំណាងគណៈបកសង្គ្រោះជាតិនិងតំណាងសហគមន៍ខ្មែរមួយចំនួនទៀតតំណាងរាជរដ្ឋវីកតូរីយ៉ាដើមកំណើតខ្មែរលោកតាក់មិញហៀងដែលចូលរួមពិធីនេះថ្លែងគាំទ្រចំពោះការតស៊ូគ្រប់ឧបសគ្គដើម្បីទាមទារសិទ្ធិសេរីភាពនិងការថែរក្សាវប្បធម៌ប្រពៃណីអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរក្រោមលោកក៏ចែករំលែកថាមេដឹកនាំផ្ដាច់ការដូចជាលោកហ៊ុនសែនជាដើមតែងតែប្រើយុទ្ធសាស្ត្រ defeat ដែលផ្ដោតសំខាន់ទៅលើការបំបែកបំបាក់ដើម្បីកំទេចឬធ្វើឲ្យចុះខ្សោយនៅចលនាប្រជាធិបតេយ្យឬចលនាទាមទារសិទ្ធិសេរីភាពដូច្នេះលោកយល់ថាពលរដ្ឋខ្មែរក្រោមគួរតែរក្សាជំហររឹងមាំដើម្បីបំបែកយុទ្ធសាស្ត្រ defeat របស់មេដឹកនាំផ្ដាច់ការនោះវិញជឿជាក់ថាមានតែការជាការនេះតែបានដឹងតែបានឆ្លងទៅការបែកតែយើងទៅជាជំនាញដូចជានៅកម្ពុជាក្រោមហ្នឹងរូបមន្តនៃគេហ្នឹងវាមានរូបមន្តយ៉ាងដូចតែគឺជួនកាលដូចតាមធម្មពលហ្នឹងវាមានអ្នកតែតស៊ូទៅបង្កប្រមាណអ្នកអញ្ចឹងជួនកាលគេបែបយកតែអ្នកតស៊ូម្នាក់យកទៅឲ្យចាំតម្លៃទៅយើងចាប់បានចូលគ្នាឯងកន្លែងហ្នឹងក៏ជារូបមន្តនៃគេដែរនៅពេលដែលយើងចាប់បានបំបែកខ្លួនឯងបំពេញខ្លួនឯងក៏តែគេឲ្យការឲ្យសាច់ខាឲ្យឆ្អឹងអញ្ចឹងចំណែកប្រធានសាខាគណៈបកសង្គ្រោះជាតិប្រចាំរដ្ឋវីកតូរីយ៉ាលោកអិនហេមរ៉ាលោកលើកឡើងថាអ្វីត្បិតតែអង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សកាលពីថ្ងៃទី10ខែធ្នូឆ្នាំ1948ក្តីក៏រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដដែលលោកជំរុញឲ្យពលរដ្ឋចេះប្រើប្រាស់សិទ្ធិនិងអំណាចរបស់ខ្លួនដើម្បីធ្វើឲ្យការរស់នៅរបស់ខ្លួនមានភាពល្អប្រសើរឡើងដូចជាការចេះរួមគ្នាតវ៉ាទាមទារសិទ្ធិដោយសន្តិវិធីនិងការបោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំជាដើមជាមួយเป็นการแต่មានសិទ្ធិគឺយើងមានអំណាចយើងត្រូវបានទទួលនៅសិទ្ធិរបស់យើងពីកណ្ដាលមកបើយើងនិយាយពីនៅប្រទេសខ្មែរគឺសម័យនេះសម្រាប់ជីវរដ្ឋខ្មែរប្រទេសអត់ទៅដល់ហើយយើងអាចធ្វើបាននៅថ្ងៃទី23ខែ7ឆ្នាំ2023គឺមានការបន្តជាតិដូច្នេះយើងត្រូវតែប្រើអំណាចនៃសិលឹកឆ្នាំជឿថានៅកម្ពុជាក្រោមក៏មិនខុសទេដែរដូច្នេះនៅពេលដែលគាត់ធ្វើនោះគាត់អាចទៅទាមទារជាមួយអាជ្ញាធរនៅកម្ពុជាក្រោមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
គឺជាឯកសារដ៏សំខាន់មួយដែលប្រកាសអំពីសិទ្ធិដែលមិនអាចកាត់ផ្តាច់បានពីមនុស្សគ្រប់រូបដោយមិនគិតអំពីពូជសាសន៍ពណ៌សម្បុរសាសនាភេទភាសានយោបាយឬមតិផ្សេងទៀតនិងឋានៈទ្រព្យសម្បត្តិជាដើមសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យដឹងថាដែនដីកម្ពុជាក្រោមមានខេត្តសរុបចំនួន21ខេត្តនិងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅជាង8លាននាក់ពលរដ្ឋខ្មែរកម្ពុជាក្រោមអះអាងថាអាញាធរប្រទេសវៀតណាមបានព្យាយាមបំបត្តិពូជសាសន៍ខ្មែរកម្ពុជាក្រោមដូចជាបំបត្តិវប្បធម៌ការអប់រំនិងការរស់នៅតាមទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោមការបង្ក្រាបដោយហិង្សាផ្សេងចំពោះចលនារបស់ខ្មែរកម្ពុជាក្រោមដែលហ៊ានចេញមុខងើបឡើងតវ៉ាខ្ញុំថាថៃពីទីក្រុងមែលប៊ន